រឿងโทនៅខូចនៅរសៀលដ៏ស្ងប់ស្ងាត់មួយមានក្មេងស្រីម្នាក់ឈ្មោះម៉ាយ៉ានៅផ្ទះតែម្នាក់ឯងឪពុកម្ដាយរបស់នាងបានដើរលេងទៅខាងក្រៅហើយទុកនាងឲ្យនៅអាននិងលេងតែម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្ញៀវបន្ទាប់មកមានអ្វីមួយបានធ្វើឲ្យនាងចាប់អារម្មណ៍អូទេថោសំណប់របស់អ្នកម៉ាក់នាងរើបំណែកថោដែលបែកហើយព្យាយាមលាក់វានៅក្រោមសាឡុងនាងដឹងថាវាខុសព្រោះនាងត្រូវបានប្រាប់ថាកុំឲ្យប៉ះពាល់វាប៉ុន្តែឥឡូវវាខូចហើយនាងភ័យខ្លាចខ្លាំងណាស់ពេលល្ងាចឪពុកម្ដាយក៏ត្រឡប់មកផ្ទះវិញម៉ាក់និងប៉ាដើរចូលមកហើយម៉ាក់សម្គាល់ឃើញអ្វីមួយហេតុអ្វីបានជាមានក្លិនផ្កានៅទីនេះចាំមើលតើធោនៅឯណាម៉ាយ៉ាតើកូនដឹងថាមានអ្វីកើតឡើងទេឲ្យខ្ញុំសុំទោសខ្ញុំបានព្យាយាមយកវាមកមើលហើយវាបានធ្លាក់ចុះខ្ញុំបានធ្វើឲ្យវាបែកអរគុណណាកូនដែលនិយាយការពិតម៉ាក់ខកចិត្តដែលធោត្រូវខូចប៉ុន្តែម៉ាក់មានមោទនភាពដែលកូនជាអ្នកស្មោះត្រង់ហ៊ាននិយាយការពិតអ្វីអាចជំនួសបានទំនុកចិត្តមិនអាចជំនួសបានទេកូនបានធ្វើរឿងត្រឹមត្រូវហើយម៉ាយ៉ាកូនម៉ាយ៉ាគិតថាពួកគេនឹងខឹងប៉ុន្តែផ្ទុយទៅវិញពួកគេមានមោទនភាពដោយសារភាពស្មោះត្រង់របស់នាងដែលមានតម្លៃជាងថោទាំងឡាយចាប់ពីថ្ងៃនោះមកម៉ាយ៉ាបានរៀនកំហុសកើតឡើងប៉ុន្តែការនិយាយការពិតនោះហើយជាអ្វីដែលធ្វើឲ្យអ្នកជាអ្នករឹងមាំ